យើងខំទៅគិតថារឿងនេះគឺជាយល់សប្តិពិតជាក្លាហានខ្លាំងណាស់ដែលហ៊ានចង់បំបត្តិផតតាំងព្រះអង្គទូលបង្គំយឺតយ៉ាវហើយសូមរាជទានតបផងដោយសារតែរឿងវាកើតឡើងភ្លាមៗពីព្រះអង្គទៅទូលបង្គំយឺតដូច្នេះហើយយើងមិនប្រកាន់នឹងឯងទេពេលនេះតបរបស់យើងមកដល់ទ្វារក្រុងហើយក្រាបទូលព្រះអង្គដែលចាំតរងចាំការបញ្ជាពីទ្រង់ទេក្រាបទូលយើងក៏ថាមិនចាំបាច់តន់វាលុកទេដកតបត្រឡប់ទៅវិញសិនទៅព្រោះថានៅនគរនេះយើងមានរបស់មួយដែលត្រូវយកចាក់ចេញទៅវិញសិនសុំនឹងវាលុកវាតាមក្រោយទទួលបញ្ជាព្រះអង្គទូលបង្គំនារីកាឥឡូវនេះវាគ្រាន់តែជាយោសពវាគ្រាន់តែជាយោសពបើខ្ញុំមិនប្រាប់ក៏គ្មានអ្នកដឹងបើខ្ញុំមិនប្រាប់ក៏គ្មានអ្នកដឹងការប្រយោគមិញគឺគ្រាន់តែជាសម្បត្តិទេការប្រយោគមិញគឺជាសម្បត្តិគ្មានរឿងអីកើតឡើងទាំងអស់គ្មានអ្នកប្រុសនេះតើអ្នកប្រុសមិនអីទេតាំងពីត្រឡប់មកវិញមកអ្នកប្រុសមិនក៏ស្លេកខ្លាំងម៉េចមែនហើយអ្នកប្រុសតើការប្រយោគមិញអ្នកប្រុសទៅសម្រាប់ណែណាទេខ្ញុំពិតជាបារម្ភពីអ្នកប្រុសខ្លាំងណាស់នេះតើការប្រយោគមិញអ្នកប្រុសជួបបញ្ហាអីមែនទេបានជាត្រឡប់មកវិញសភាពមើលទៅមិនដូចតាមហើយថែមទាំងត្រូវផ្លាស់ប្ដូរសម្លៀកបំពាក់ចេញទៀតតើអ្នកប្រុសជួបបញ្ហាអីមែនទេហើយចូលសម្លៀកបំពាក់របស់អ្នកប្រុសនោះខ្ញុំមិនឃើញអ្នកប្រុសយកត្រឡប់មកវិញសោះតើមានរឿងអីមែនទេអ្នកប្រុសរឿងគឺរឿងខោអាវនៅឆ្កែខំមកទៅហើយក៏គ្មានរឿងអីកើតឡើងដែរជប់សួរខ្ញុំទៀតទៅចាបាទអញ្ចឹងអ្នកប្រុសទៅរៀបចំខ្លួនទៅបន្តិចទៀតព្រះអង្គម្ចាស់ឲ្យអ្នកប្រុសទៅចូលគាត់ត្រង់អាការៈអ្នកប្រុសមើលទៅចម្លែកមិនដឹងទេតែយកមិញអ្នកប្រុសជួបរឿងអីទៅហេតុអីក៏គាត់មិនប្រាប់ខ្ញុំដែរអញ្ចឹងច្បាស់ឬអត់ថាមិនមែនជាគេម្នាក់នោះប៉ុន្តែការប្រយុទ្ធនោះគ្មានអ្នកណាក្រៅពីគេតែចូលទៅទីនោះបានទេក្រាបទូលព្រះអង្គទូលបង្គំបានធ្វើបានច្បាស់លាស់ហើយក្រាបទូលហើយក្រុមសម្ងាត់របស់ទូលបង្គំក៏បានរាយការណ៍មកអញ្ចឹងដែរព្រះអង្គខណៈពេលដែលពួកគេកំពុងតែតាមខ្លំមើលនោះពួកគេក៏បានឃើញមានមនុស្សផ្សេងទៀតដែលនៅទីនោះដែរណាព្រះអង្គគឺពួកគេមកមុនពេលស្នំអ្នកនោះមកដល់ទៅទៀតហើយក្រោយពេលដែលពួកគេបានឃើញមានមនុស្សពួកគេក៏ត្រឡប់រត់ចូលទៅក្នុងរាជវាំងវិញទូលបង្គំច្បាស់ណាស់ថាឃាតករទាំងអស់នោះគឺកំពុងតែលាក់ខ្លួននៅក្នុងវាំងឡើយទេព្រះអង្គស្នំសៀវសូមអញ្ជើញចូលទៅខាងក្នុងតែស្ដេចលោកដង្ហើមចង្រិតហើយមិនបានជាហៅខ្ញុំស្លន់អញ្ចឹងរកតែស៊ីបាយព្រឹកមិនចង់ទាន់ស្នំសៀវមិនអាចនិយាយបែបនេះដាក់ព្រះអង្គម្ចាស់បានទេវាអាចនឹងមានទោសណាស្នំសៀវគួរតែប្រញាប់ចូលទៅជួបព្រះអង្គទៅពួកព្រះអង្គរងចាំមួយព្រឹកហើយអូយមិនដឹងជាស្អីទេឲ្យលុយប៉ុន្មានទេហៅមកកាត់ព្រឹកទៀតមកដល់ហើយយើងស្មានតែរត់តិចទៀតតែបែបមើលទៅយូរយ៉ាងនេះប្រហែលជាអស់កម្លាំងការប្រយុទ្ធមិញហើយគ្រឿងការប្រយុទ្ធមិញប្រហែលជាមិនមែនជាការបាត់ខ្លួនទេគឺជាចេតនាច្បាស់ណាស់តើពិតដែរទេស្នំសៀវហេនិយាយឡប់អីនោះអានេះទៅណាបាត់ហើយត្រូវហើយយប់មិញគឺអញ្ចឹងមែនហើយដោយសារតែរឿងអស់កម្លាំងតិចហ្នឹងបានជាមកចូលកយឺតសូមព្រះអង្គកុំខឹងអីណាខ្ញុំម្ចាស់ពិតជាសប្បាយចិត្តណាស់នៅពេលដែលទ្រង់បានជ្រាបដែលមិនចាំបាច់ជម្រាបអញ្ចឹងដេបដាខ្លួនគឺជាស្នំរបស់យើងតែបែរជាទៅពពាក់ពពូនជាមួយនឹងអ្នកដទៃមិនព្រមអង្វរកយើងហើយបែរជាដុតយើងថែមអញ្ចឹងឯងតើស្នំសៀវលេចដឹងទូនាទីខ្លួនឯងហើយយើងសូមប្រាប់ទៅចុះយើងមិនចូលចិត្តរបស់រួមទេដំបូងឡើយយើងគិតថាយើងគ្រាន់តែចង់និយាយលេងប៉ុណ្ណោះតែយើងមិនស្មានថាវាគឺជាការពិតខ្លួនអញអត់ចូលចិត្តរបស់រួមហើយចុះក៏តែគេចូលចិត្តដែរមែនចុះព្រះអង្គកុំមកចេះតែចោទប្រកាន់ខ្ញុំតែផ្ដាស់បើសិនជាគ្មានបោះតាទេកុំមកចោទប្រកាន់តែសោះស្នំសៀវយើងគឺជាស្ដេចតើមានស្ដេចណាដែលថាគ្មានស្នំនោះកុំលើករឿងមួយនេះមកផ្ចាញ់យើងស្ដេចមានស្នំច្រើនគឺជារឿងធម្មតានោះទេតែស្នំទៅវិញទេគឺថាខ្ញុំចង់និយាយថាគឺនិយាយថានិយាយថាអណែនិយាយថាគឺព្រះអង្គនៅខាងក្នុងដែរទេខ្ញុំម្ចាស់លីឈីណា
ព្រះអង្គមកចូលពួកនឹងវិវាខ្ញុំឡើងត្រង់ខ្លួនណាស់ហើយព្រះអង្គមកលេខមិនតិចមិនណាលេខដឹងខុសហើយព្រះអង្គសូមអភ័យទោសផងស្នាមលីពេលនេះព្រះអង្គម្ចាស់កំពុងតែមានភ្ញៀវបើសិនជាស្នាមលីមានកិច្ចការអ្វីខ្ញុំនឹងជម្រាបប្រាប់ព្រះអង្គម្ចាស់តាមក្រោយហាភ្ញៀវអញ្ចឹងហ៎អ្នកណាទៅតែសំខាន់ជាងខ្ញុំនៅក្នុងភ្នែករបស់ព្រះអង្គនេះខ្ញុំបម្រើនេះមិនមែនជាហានេះនៅខាងក្នុងនឹងជានឹងស្នំសៀវនោះមែនទេហានេះណែធ្វើស្អីហ្នឹងអាមិនក៏មកចាប់គោខ្ញុំអញ្ចឹងដល់ដៃចេញលឿនណាឲ្យលឿនទៅអស់ការអត់ធ្មត់លើអញហេតុអីយើងប៉ះប្រពន្ធរបស់យើងទៅតើនាមជាប្តីរបស់យើងគ្មានសិទ្ធិគ្រប់គ្រាន់ដើម្បីប៉ះស្នំសៀវទេបើអញ្ចឹងក៏មករៀបពិធីមង្គលការសាជាថ្មីទៅដើម្បីឲ្យយើងមានសិទ្ធិនិងនាមគ្រប់គ្រាន់ក្នុងការធ្វើជាប្តីរបស់ស្នំសៀវអ្នកណាជាប្រពន្ធស្ដេចឡប់អញបើចង់ការណាក៏ទៅការជាមួយស្នំពូវៃហ្នឹងទៅមើលលេងមើលស្អប់ក៏សមហើយសមផលដែរតាំងតែពីរាវការមកយើងមិនដែលបំពេញទុននីតិជាស្វាមីទេវ៉ាន់វូបិទទ្វារដំណាក់ទៅអ្នកណាក៏មិនឲ្យចូលមកដែរយើងនឹងស្នំសៀវត្រូវបង្ក្រប់កិច្ចជាប្តីប្រពន្ធគ្មានការអនុញ្ញាតពីយើងហាក់បើកទ្វារដំណាក់ស្ដេចខានណែបង្ក្រប់កិច្ចម៉ែស្អីលើយើងលឿនមិនបានឆ្លងទេព្រះអង្គមិនក៏ធ្វើបែបនេះព្រះអង្គបើកទ្វារដំណាក់មកព្រះអង្គអ្នកស្នាប់ណែអាស្ដេចក៏ពុំទិញឲ្យខ្ញុំមានន័យចាំយើងជាអ្នកដោះសម្លៀកបំពាក់ឲ្យចុះណែ